គ្នាមកជួយខ្ញុំម្ដងទៀតហើយអញ្ចឹងលំហាត់បែបនេះគឺយើងធ្វើតែតទៅនឹងធូនីមានសម័យការស្វែទាំងអស់គ្នាសម័យការស្វែនេះដែរមិនជាពិបាកអីណាផងដោយសារតែបំរាប់យើងមាន2គឺគេឲ្យជាប្រភេទ E ផ្សិតផ្ចិតទាំងអស់គ្នា E គេឲ្យ2 1 5ចំណែក E គឺគេឲ្យឬ 2E ទាំងអស់គ្នាដឹងហើយថាជាការចំណែក E គឺជាផ្ចិតចឹងណាយើងរៀនតាំងពីទី9ទី10មកហើយគេតែងតែតាំង E គឺជាផ្ចិតហើយ E ហ្នឹងគឺជាការអូខេអញ្ចឹងគេឲ្យយើងរកសម័យការស្វែទាំងអស់គ្នាត្រូវដឹងថាចេះចូលសម័យការស្វែថ្នាក់និយាយទៅដូចគ្នាទាំងអស់តាំងពីទី10ទី11ហ្នឹងគឺរូបមន្តសម័យការស្វែរបស់យើងហ្នឹងគឺដូចគ្នាទេគ្រាន់តែយើងត្រូវការជួសជុលតែប៉ុណ្្នឹងឯងបំរាប់តែគេអត់មកគឺចិត្តហើយនឹងអែតោះយើងត្រូវធ្វើមិនដើម្បីយកចិត្តហើយនឹងអែហ្នឹងមកទៅសេឲ្យបានសម័យការស្វែមួយសម្រាប់សម័យការស្វែគឺយើងគេឲ្យដក A លើកជាការ៉េបូកជាមួយនឹង E ការ៉េដក B លើកជាការ៉េបូក Z ដក C លើកជាការ៉េស្មើជាមួយនឹង A ការ៉េអញ្ចឹងបងប្អូនគ្នាទី1ហ្នឹងគឺបងប្អូនគ្នាត្រូវដឹងថា E របស់យើងគឺស្មើជាមួយនឹង2 1 5អញ្ចឹងបងប្អូនគ្នាដាក់បំរាប់មកដោយ E ស្មើប៉ុន្មានបងប្អូនគ្នា E ស្មើជាមួយនឹង2 1 5អញ្ចឹងកាលណា E ស្មើជាមួយនឹង2 1 5អញ្ចឹងទី1នេះគឺជា A ចំណែកទី2គឺជា B ចំណែកទី3គឺជា C អញ្ចឹងនាំឲ្យ A ស្មើប៉ុន្មានបងប្អូនគ្នានាំឲ្យ A ស្មើ2 B ស្មើ1 C ស្មើ5អូខេបន្តមកទៀតយើងយក A ហ្នឹងមកជួសជុលទៅក្នុងសម័យការស្វែរបស់យើងមួយទៀតបងប្អូនគ្នាត្រង់កន្លែងនេះបងប្អូនគ្នាដាក់ A ស្មើនឹងឬ2មែនអត់ណាហ្នឹងហើយយើងជួសជុលក្នុងសម័យការស្វែមកចុះសម័យការស្វែរបស់យើង S ចុចតមកទៀត x ដក a ដោយបងប្អូនគ្នាដឹងអញ្ចឹង a របស់យើងគឺ2អញ្ចឹងយើងបានដក2លើកជាការ៉េ x ដក2លើកជាការ៉េបូកជាមួយនឹង e ការ៉េដក1ព្រោះ1របស់យើងអត់មានសញ្ញាទេអញ្ចឹងហើយយើងដាក់ដកមកលើកជាការ៉េបូកជាមួយនឹង z ដក c ចុះ z ដក c ដក5អញ្ចឹង z ដក5លើកជាការ៉េ z ដក5លើកជាការ៉េស្មើ a ការ៉េ a ការ៉េគឺបងប្អូនគ្នាឲ្យរឹស2លើកជាការ៉េណាត្រង់កន្លែងនេះដែរបងប្អូនគ្នាចាប់ផ្ដើមឬ2នេះលើកជាការ៉េគឺដឹងអស់ការ៉េមែនអត់ឥឡូវយើងសេម្ដងទៀតមកអញ្ចឹង s x ដក2លើកជាការ៉េបូក y ដក1លើកជាការ៉េបូក z ដក5លើកជាការ៉េស្មើប៉ុន្មានបងប្អូនគ្នាស្មើ2អូខេនេះគឺជាសម័យការស្វែរបស់យើងទាំងអស់គ្នាងាយមែនតើអញ្ចឹងណាប៉ុន្តែមិនមានន័យថាឲ្យតែគេរកសម័យការស្វែទាំងអស់គឺដឹងតែគេឲ្យមកយើងជាផ្សិតហើយនឹងខាំទេពេលខ្លះគេអាចឲ្យយើងមកជាអីផ្សេងទៀតអញ្ចឹងណាខ្ញុំនឹងព្យាយាមធ្វើវីដេអូឲ្យច្រើនដើម្បីឲ្យអ្នកគ្នាដឹងករណីផ្សេងដើម្បីរកសម័យការស្វែគេត្រូវការមានករណីផ្សេងទៀតអញ្ចឹងណាអញ្ចឹងគឺមានតែប៉ុណ្្នឹងឯងអរគុណច្រើនទាំងអស់គ្នាសម្រាប់ការទស្សនាបើចូលចិត្តវីដេអូខ្ញុំកុំភ្លេចជួយ follow page ហើយនិង subscribe YouTube ខ្ញុំញ៉ាំមកផងអរគុណច្រើនជ្រាបលាជួបគ្នាវីដេអូក្រោយ